Ok ស្វាគមន៍ប្រិយមិត្តក៏ដូចជាអ្នកដែលរៀនកុំព្យូទ័រទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបាទនឹងធ្វើជាវីដេអូថ្មីមួយផងដែរចំពោះការប្រើប្រាស់ rectangle ឬក៏ shape អញ្ចឹងមុននឹងយើងឈានដល់ shape គឺអ្នកគ្នាត្រូវយល់ពីមូលដ្ឋានរបស់ Word ពីដំបូងមកសិនណាអញ្ចឹងយើងចុចមកកន្លែង insert បន្តមកអ្នកគ្នាមើលទៅលើ shape អញ្ចឹងមេរៀនហ្នឹងគឺយើងផ្ដោតទៅលើ shape អូខេអញ្ចឹងមេរៀនផ្ដោតទៅលើ shape អ្នកគ្នាមើលទៅលើ shape ទី1អញ្ចឹង shape ទី1គឺ line អញ្ចឹង line កាលណាយើងគូសយើងចង់បានត្រង់វាគ្មានត្រង់ទេព្រោះវា line មួយអញ្ចឹងយើងត្រូវប្រើអីគេ shift អញ្ចឹងយើងចុច shift គឺវានៅត្រង់ហើយយើងប្រឡែងម៉ៅមកហើយយើង shift ហ្នឹងគឺយើងចាប់ឲ្យជាប់អញ្ចឹងយើងប្រឡែងមកអូខេវាបានមួយទៅមកយើងចង់បានshape ផ្សេងទៀតអញ្ចឹងដូច rectangle អញ្ចឹងយើងដាក់មកអូខេយើងទាញចង់បានប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកដូចឃើញគេធ្វើ cover អីគឺដាក់ប៉ុណ្ណឹងមកអូខេបន្តមកទៀតគឺយើងប្រើប្រាស់ insert ដដែលហើយយើងយកពី shape ដដែលនេះអូខេ cycle ម្ដងយើងប្រើ cycle អូខេ cycle ធម្មតាទីមកនេះកប៉ែតផងអីផងតែកាលណាដែលយើងប្រើ shape គឺវានឹងមូលយើងប្រឡែងshift ហ្នឹងគឺវានឹងទៅតាមទម្រង់ដែលយើងទាញវិញតែបើយើងចុច shift គឺវានឹងវងមូលឲ្យយើងតែម្ដងអូខេហ្នឹងរបៀបប្រើ shape អូខេអញ្ចឹងយើងចូលមក shape យើងដដែលហើយយើងមើលទៅលើប្រធានបទយើងបន្ថែមទៀតដូចចូលឧទាហរណ៍កន្លែងនេះមួយគឺយើងប្រើប្រាស់ទៅលើសញ្ញាព្រួញណាសញ្ញាព្រួញកាលណាយើងទាញវាបានបែបនេះយើងប្រឡែងមកគឺអត់មានបញ្ហាទេកាលណាដែលយើងចង់ឲ្យវាធំគឺយើងចុចមកកន្លែង shape format ហើយយើងយកពាក្យកន្លែងនេះមកអានេះ shape outline អញ្ចឹងយើងបន្ថែមពណ៌របស់វាយើងចង់បានពណ៌អីគេបើយើងដាក់ពណ៌លឿងហើយយើងចុចវាម្ដងទៀតហើយយើងយកកន្លែងនេះគឺកំណត់ទំហំនេះចង់ឲ្យវាធំហ៎អូខេវាធំមកហើយបន្តមកទៀតចង់ឲ្យវាសញ្ញាអីគេអានឹងតាមយើងកំណត់វាមកអូខេអញ្ចឹងច្រើនមានកំណត់អីច្រើនច្រើនធ្វើត្រឹមតែប៉ុណ្ណឹងអូខេអញ្ចឹងយើងខ្វែងវាមកវិញមកហើយយើងចុចមកកន្លែងហ្នឹងដដែលអូខេកន្លែងនេះគឺshape effect ឬក៏ effect នេះគឺដើម្បីដាក់ឲ្យវាទៅជា 3D ណាអូខេដាក់ឲ្យវាទៅជាប្រភេទ 3D អូខេប៉ុណ្ណឹងយើងសាក scroll មើលវាបន្តិចមើលអូខេឥឡូវយើងដាក់វាទៅជាប្រភេទ 3D សិនអូខេយើងចុចមក format ម្ដងទៀតយើងចុចមកកន្លែង 3D នេះដើម្បីយើងមើលទៅយើងចង់ដាក់វានេះអូខេយើងចង់ដាក់ឲ្យវាមាន solder ដាក់ឲ្យវាមាន portrait ខាងក្រោមនេះ preset អញ្ចឹង preset គឺវាប្រភេទចឹង preset ណាអូខេ preset ហើយនេះ solder នេះគឺយើងដាក់ឲ្យវាមានស្មល់ពីខាងក្រោមអញ្ចឹងអូខេអញ្ចឹងយើងឈានមកដល់កន្លែងនេះបន្ថែមទៀតគឺយើងដាក់grow គឺយើង grow ហ្នឹងគឺ color របស់វាបន្ថែមហ្នឹងអូខេ son កន្លែងនេះគឺយើងប្រភេទ 3D វាមិនតាន់ 3D 100% ទេតែយើងមើលទៅក៏ដូច 3D ដែរនេះកន្លែងនេះគឺជាប្រភេទ 3D ណាប្រភេទ 3D តែម្ដងជាយើងចង់កាច់កន្លែងណាក៏បានដែរតែកន្លែងនេះគឺ 3D 100% ណាអូខេយើងចង់បានប្រភេទ 3D គឺយើងចុច 3D មកជាយើងចុចបកមកវានឹងដូចជា 3D ហើយអូខេវីដេអូនេះក៏មាន